ពិធីសំណេះសំណាលនិងអាហារសាមគ្គីជាមួយបងប្អូនក្រុមការងារសារព័ត៌មាន Camp Asia News នារសីលថ្ងៃទី4ខែមេសាឆ្នាំ2026អង្គភាពសារព័ត៌មាន Camp Asia News បានរៀបចំកម្មវិធីសំណេះសំណាលនិងអាហារសាមគ្គីរវាងថ្នាក់ដឹកនាំជាមួយនឹងក្រុមការងារក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមលីវិចិត្រប្រធានក្រុមប្រឹក្សាភិបាល Camp Asia News នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលរួមទាំងក្រុមការងារទូទាំងបណ្ដាខេត្តក្រុងសរុប40នាក់លោកយុនមេងស្រុនអគ្គនាយកព័ត៌មានបានឡើងអានរបាយការណ៍សង្ខេបស្ដីអំពីជីវប្រវត្តិសង្ខេបរបស់អង្គភាព CAN ដោយបានបង្កើតឡើងនៅឆ្នាំ2019ដោយមានការផ្ដួចផ្ដើមឡើងពីឯកឧត្តមលីវិចិត្រជាប្រធានក្រុមប្រឹក្សាភិបាលនិងរហូតមកដល់បច្ចុប្បន្ននេះអង្គភាព CAN មានអាយុកាល7ឆ្នាំហើយមានថ្នាក់ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន15រូបនិងក្រុមការងារទាំងបណ្ដាខេត្តក្រុង29រូបលោកអគ្គនាយកក៏បានលើកឡើងអំពីការបង្កើតកម្មវិធីព័ត៌មានផ្សេងៗកន្លងមកដូចជាកម្មវិធី live ផ្ទាល់ផ្សាយចេញពី studio ដូចជាព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃកម្មវិធីពិសេសសម្រាប់កម្មករនិងកម្មវិធីភូមិខ្ញុំជាដើមដែលការបង្កើតកម្មវិធីទាំងនេះក្នុងគោលបំណងផ្សព្វផ្សាយអ្វីដែលជាចំណេះដឹងនិងជាប្រយោជន៍ជូនដល់សាធារណជននិងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជាលោកយុនមេងស្រុនក៏បានបញ្ជាក់បន្ថែមថាចក្ខុវិស័យកម្មវិធីភូមិខ្ញុំជាទស្សនវិស័យរបស់អង្គភាព CAN ដូចជាពង្រឹងក្រុមការងារអង្គភាពដើម្បីធ្វើឲ្យប្រសើរឡើងនៅចំណេះដឹងវិជ្ជាជីវៈក្រមសីលធម៌សារព័ត៌មាននិងបន្តសកម្មភាពសប្បុរសធម៌ជាដើមលោកក៏មានមតិណែនាំដល់បងប្អូនក្រុមការងារសារព័ត៌មានមុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានត្រូវយល់ឲ្យច្បាស់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានប្រកាសដោយក្រសួងព័ត៌មានហើយបើសិនមានចំណុចណាមិនច្បាស់សូមប្រឹក្សាយោបល់បន្ថែមជាមួយថ្នាក់ដឹកនាំជំនាញខាងលើក៏ដូចជានិពន្ធនាយកជាដើមជៀសវាងការផ្សាយខុសអាចបណ្ដាលឲ្យមានបញ្ហាប្រឈមមុខច្បាប់ជាចុងក្រោយលោកអគ្គនាយកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមលោកស្រីជាថ្នាក់ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលរួមទាំងបងប្អូនក្រុមការងារជាពិសេសគោរពអរគុណចំពោះឯកឧត្តមលីវិចិត្រប្រធានក្រុមប្រឹក្សាភិបាល CAN ដែលតែងតែជួយជ្រោមជ្រែងនិងចូលរួមយ៉ាងសកម្មទាំងកម្លាំងកាយចិត្តនិងការជួយឧបត្ថម្ភនិងផ្ដល់ប្រឹក្សាយោបល់ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមលីវិចិត្រប្រធានក្រុមប្រឹក្សាភិបាល CAN ក៏បានឡើងសម្ដែងមតិសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងក្រុមការងារព័ត៌មាន CAN ដែលបានផ្ដល់អនុសាសន៍ណែនាំបន្ថែមអំពីចក្ខុវិស័យនិងទស្សនវិស័យរបស់អង្គភាព CAN ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែរីកចម្រើនបន្តទៀតឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានមានប្រសាសន៍ថាចំពោះចក្ខុវិស័យរបស់អង្គភាពគឺត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានក្នុងគោលដៅផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅព័ត៌មានណាដែលជាប្រយោជន៍របស់សាធារណជននិងសង្គមជាតិដោយស្របទៅតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបន្តកម្មវិធីសប្បុរសធម៌ដោយសហការជាមួយនឹងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករដោយគោលដៅជួយដល់សង្គមតាមដែលអ្វីដែលមូលនិធិអាចជួយបានចំពោះក្រុមការងារយកព័ត៌មានត្រូវពង្រឹងចំណេះដឹងដល់ពួកគាត់បន្ថែមតាមរយៈការបើកបណ្ដុះបណ្ដាលខ្លីៗនៅទីស្នាក់ការផ្ទាល់និងការបញ្ជូនក្រុមការងារទៅរៀនវគ្គបណ្ដុះបណ្ដាលបន្ថែមទៀតនៅតាមបណ្ដាអង្គការសមាគមព័ត៌មាននានាក្នុងគោលដៅឲ្យយល់កាន់តែច្បាស់អំពីវិជ្ជាជីវៈសារព័ត៌មាននិងច្បាប់ផ្សេងៗក្នុងប្រទេសកម្ពុជាជាចុងក្រោយឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមលោកស្រីដែលជាថ្នាក់ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលរួមទាំងបងប្អូនក្រុមការងារទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមពិធីសំណេះសំណាលនិងអាហារសាមគ្គីនៅថ្ងៃនេះនៅក្នុងឱកាសចូលឆ្នាំថ្មីលោកសូមជូនពរទទួលទានមានសុខភាពល្អទទួលបាននូវជោគជ័យគ្រប់ភារកិច្ចនិងសមប្រកបនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លានឃ្លាតឡើយ